Welcome to the Voice of America in Khmer. Direct from Washington, the Voice of America, VOA. សួស្តីអស់លោកអ្នកស្ដាប់ជាទីមេត្រីនៅក្នុងការផ្សាយរបស់ VOA នៅរាត្រីថ្ងៃច័ន្ទទី9ខែមីនាឆ្នាំ2015នេះខ្ញុំលីម៉ូរីវ៉ាន់និងសហការីនៃក្រុមផ្សាយជាខេមរៈភាសាសូមស្វាគមន៍លោកអ្នកស្ដាប់ពីរដ្ឋធានី Washington ជាកិច្ចចាប់ផ្ដើមលោកចឹងពូជិននឹងជួនដើមរឿងព័ត៌មានសំខាន់ពួកសកម្មជននិយាយថាការវាយប្រហារតាមអាកាសដឹកនាំដោយសហរដ្ឋអាមេរិកបានត្រូវចំរោងចក្រចម្រាញ់ប្រេងកាតប្រទេសសេរីសម្លាប់មនុស្ស30នាក់លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូងសួរសុខទុក្ខលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកដែលសម្រាប់ព្យាបាលនៅក្នុងមន្ទីរពេទ្យក្នុងទីក្រុងសេអ៊ូលយន្តហោះដែលប្រើដោយថាមពលព្រះអាទិត្យកំពុងធ្វើការហោះហើរជុំវិញពិភពលោកនៅក្នុងការផ្សាយរបស់ VOA នៅរាត្រីនេះយើងមានសេចក្តីរាយការណ៍អំពីសហព្រះរាជអាជ្ញានៃសាលាក្តីខ្មែរក្រហមប្រកាសចាត់វិធានការចំពោះសាក្សីដែលផ្ដល់សក្ខីកម្មមិនពិតលោកបានស្បាត់ហើយលោកអាចត្រូវបានគេចាត់ប្រកាន់ដោយសារលោកកុហកសេចក្តីរាយការណ៍មួយទៀតអំពីលោកប្រធានាធិបតីបារ៉ាក អូបាម៉ាអបអរខួប50ឆ្នាំនៃការដើរដង្ហែក្បួនទាមទារសិទ្ធិបោះឆ្នោតហើយនឹងកម្មវិធី Hello VOA ប្រធានបទនៅរាត្រីនេះគឺស្តីអំពីការបដិញ្ញាចិត្តរបស់យុវជនក្នុងការការពារព្រៃឈើខ្មែរដែលនៅសេសសល់សូមលោកអ្នករងចាំស្ដាប់សេចក្តីរាយការណ៍ទាំងនេះនិងកម្មវិធី Hello VOA ក្រោយព័ត៌មានអន្តរជាតិដែលនាំមកជូននៅលោកជឹងពូជីនលោកពូជីនសូមអញ្ជើញលោកចា៎អរគុណពួកសកម្មជនសេរីនិយាយថាការវាយប្រហាររបស់ក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកបានត្រូវចំរោងចក្រចម្រាញ់ប្រេងកាតមួយកន្លែងនៅក្នុងតំបន់ភាគខាងជើងនៃប្រទេសសេរីកាលពីថ្ងៃអាទិត្យម្សិលមិញដោយបានសម្លាប់មនុស្ស30នាក់អង្គការសិទ្ធិមនុស្ស Syria Observatory ដែលមានទីតាំងនៅក្នុងប្រទេសអង់គ្លេសដែលបានប្រើប្រាស់បណ្ដាញរបស់ប្រភពខ្លួននៅពាសពេញប្រទេសសេរីដើម្បីតាមដានអំពើហិង្សានៅទីនោះបាននិយាយថាក្រុមរដ្ឋអ៊ីស្លាមបានប្រតិបត្តិការរោងចក្រចម្រាញ់ប្រេងកាតនេះហើយថាចំនួនមនុស្សស្លាប់រួមទាំងជនសកម្មប្រយុទ្ធនិងកម្មករផងដែរយន្តហោះចម្បាំងរបស់កងទ័ពចម្រុះដែលគាំទ្រដោយយោធាអ៊ីរ៉ាក់នៅក្នុងការរុលទៅមុខរបស់ខ្លួនដើម្បីដណ្ដើមទឹកដីពីពួកអ្នកប្រយុទ្ធរដ្ឋអ៊ីស្លាមបានធ្វើការវាយប្រហារតាមអាកាសជាង2300លើកនៅក្នុងប្រទេសអ៊ីរ៉ាក់និងប្រទេសសេរីចាប់តាំងពីខែសីហានេះយោងតាមទិន្នន័យពីក្រសួងការពារប្រទេសសហរដ្ឋអាមេរិកការវាយប្រហារទាំងនេះរួមមានការរុញច្រានការពីពេលថ្មីៗនេះដើម្បីឆ្លើយតបដល់សំណើរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ដើម្បីជួយការពារវត្ថុបុរាណដែលបានក្លាយជាទិសដៅនៃការបំផ្លិចបំផ្លាញដោយពួកជនសកម្មប្រយុទ្ធក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះលោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានគីមួនបានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃអាទិត្យថាលោកមានការខឹងសម្បារយ៉ាងខ្លាំងពីការបំផ្លាញទីកន្លែងវប្បធម៌នេះរួមមានទីកន្លែងបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO នៅក្នុងទីក្រុង Hatra ភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់ផងដែរលោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យជួយបញ្ឈប់ការវាយប្រហារបែបនេះហើយនឹងទប់ទល់ការជួញដូរវត្ថុបុរាណខុសច្បាប់នៅថ្ងៃច័ន្ទនេះដែរលោកស្រីប្រធានាធិបតីប៉ាក់ គុនហ៊ីនៃប្រទេសកូរ៉េខាងត្បូងបានទៅសួរសុខទុក្ខលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក Mark Lippert ដែលកំពុងសម្រាកនៅមន្ទីរពេទ្យដែលលោកត្រូវបានគេឆោតនៅក្នុងការវាយប្រហារនិងកំបិតកាលពីសប្តាហ៍មុនសកម្មជនម្នាក់និងជាអ្នកមានសមានចិត្តជាមួយកូរ៉េខាងជើងបានឆោតលើមុខនិងកដៃរបស់លោក Lippert កាលពីថ្ងៃពហុសប្តាហ៍មុននៅពេលដែលប្រុងប្រៀបធ្វើសន្ទរកថានៅឯសាលមួយនៅក្នុងទីក្រុងសេអ៊ូលភ្លាមបន្ទាប់ពីវិលត្រឡប់មកពីដំណើរបំពេញទស្សនកិច្ចនៅតំបន់មជ្ឈិមបូព៌ាលោកស្រីប្រធានាធិបតីផាកបានជម្រាបលោកឯកអគ្គរដ្ឋទូតកាលពីថ្ងៃសុក្រថាបេះដូងរបស់លោកស្រីមានការឈឺចាប់ពីព្រោះតែលោកឯកអគ្គរដ្ឋទូតបានទទួលរងគ្រោះដូចគ្នាដែលលោកស្រីប្រធានាធិបតីបានទទួលកាលពីពេលមុនលោកស្រីប្រធានាធិបតីផាកបានត្រូវគេឆោតមុខក្នុងអំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងទីក្រុងសេអ៊ូលនៅឆ្នាំ2006
លោកស្រីបានទទួលការព្យាបាលនៅមន្ទីរពេទ្យដូចគ្នាដែលលោកឯកអគ្គរដ្ឋទូត Lippert បានព្យាបាលលោកស្រីប្រធានាធិបតីបានមានប្រសាសន៍ថាខ្ញុំបានជួបប្រទះឧបទ្ទវហេតុប្រហែលគ្នានេះដែលនៅឆ្នាំ2006ហើយខ្ញុំធ្វើការវះកាត់ប្រហែលរយៈពេល2ម៉ោង30នាទីនៅឯមន្ទីរពេទ្យនេះវាជាការកាន់តែខ្លោចចិត្តបំផុតដែលឃើញលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានឆ្លងកាត់បញ្ហាដូចគ្នានេះ The voice of America. VOA. យន្តហោះមួយគ្រឿងរបស់ Swiss ដែលប្រើដោយកម្លាំងព្រះអាទិត្យបានហោះចេញពីទីក្រុង Abu Dhabi នៅព្រឹកថ្ងៃច័ន្ទនេះជាការហោះហើរលើកទី1ដែលពួកអ្នកបង្កើតសង្ឃឹមថានឹងក្លាយជាការហោះហើរជុំវិញពិភពលោកលើកដំបូងដោយគ្មានប្រើប្រេងឥន្ធនៈនោះយន្តហោះឈ្មោះ SI-2 បានចំណាយពេល12ឆ្នាំដើម្បីស្ថាបនាហើយជាគំនិតរបស់អ្នកវិទ្យាសាស្ត្រជាតិ Swiss 2នាក់គឺរបស់លោក Bertrand Piccard ហើយនិងលោក André Bosbert លោក Bosbert ដែលស្ថិតនៅកន្លែងរបស់អ្នកបើកបរយន្តហោះនៅថ្ងៃច័ន្ទនេះជាអគ្គនាយករបស់ក្រុមហ៊ុន Solar Impulse លោកជាអ្នកបើកបរដែលបានទទួលការវឹកហាត់ហើយនឹងជាអ្នកឯកទេសខាងយន្តហោះនិងជាអ្នកបើកបរឧទ្ធម្ភាគចក្រលោក Piccard នឹងបើកបរយន្តហោះនេះឆ្លាស់គ្នាក្នុងអំឡុងពេលនៃការឈប់សម្ចតលោកស្រីអធិការបតី Angela Merkel នៃប្រទេសអាល្លឺម៉ង់ដែលកំពុងបំពេញទស្សនកិច្ចប្រទេសជប៉ុនបានជួបជាមួយអធិរាជ Akihito និងលោកនាយករដ្ឋមន្ត្រី Shinzo Abe នៅថ្ងៃច័ន្ទនេះដែលជាដំណើរបំពេញទស្សនកិច្ចលើកទី1ទៅកាន់ប្រទេសជប៉ុននៅក្នុងរយៈពេល7ឆ្នាំនេះលោកស្រីអធិការបតី Merkel បានជម្រាបអ្នកចូលរួមស្ដាប់នៅក្នុងទីក្រុងតូក្យូថាអាល្លឺម៉ង់មានសំណាងដែលត្រូវបានគេទទួលយល់ព្រមឲ្យចូលក្នុងសហគមន៍របស់ប្រទេសនានាបន្ទាប់ពីបទពិសោធន៍ដ៏គួរឲ្យរន្ធត់នៅសង្គ្រាមលោកលើកទី2លោកស្រីអធិការបតីបានមានប្រសាសន៍ទៀតថាការទទួលយល់ព្រមឲ្យចូលក្នុងសហគមន៍នេះជាលទ្ធភាពទី1ពីព្រោះតែអាល្លឺម៉ង់បានស្នើកាយវិការឲ្យមានទំនាក់ទំនងល្អជាថ្មីបន្ទាប់ពីឆ្នាំ1945លោកស្រីអធិការបតីបានសរសើរសន្ទរកថាដែលបានធ្វើឡើងនៅឆ្នាំ1985ដោយសពលោក Richard von Weizsäcker ប្រធានាធិបតីនៃប្រទេសអាល្លឺម៉ង់ដែលក្នុងនោះលោកប្រធានាធិបតីបានហៅការបញ្ចប់សង្គ្រាមនៅទ្វីបអឺរ៉ុបថាជាថ្ងៃរំដោះលោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe នឹងធ្វើសន្ទរកថាមួយក្រោយមកនៅឆ្នាំនេះដើម្បីប្រារព្ធខួបលើកទី70នៃការបរាជ័យរបស់ជប៉ុនក្នុងសង្គ្រាមលោកលើកទី2ប្រទេសនានាដែលបានត្រួតត្រាដោយជប៉ុននៅទទូចថាជប៉ុនមិនបានសុំអភ័យទោសនិងសងជំងឺចិត្តឲ្យបានពេញលេញចំពោះសកម្មភាពក្នុងពេលសង្គ្រាមរបស់ខ្លួនបណ្ដាញព័ត៌មានទូរទស្សន៍ឥណ្ឌាបានធ្វើការតវ៉ាដោយគ្មានផ្សាយព័ត៌មានកាលពីយប់ថ្ងៃអាទិត្យបន្ទាប់ពីរដ្ឋាភិបាលហាមឃាត់ស្ថានីយ៍នោះមិនឲ្យផ្សាយភាពយន្តឯកសាររបស់ទូរទស្សន៍ BBC អំពីការចាប់រំលោភដល់ព្រៃផ្សៃរបស់និស្សិតម្នាក់នៅក្នុងទីក្រុង New Delhi កាលពីឆ្នាំ2012ប្រទេសប៉ាគីស្ថានបានប្រាប់ឲ្យដឹងថាខ្លួនបានធ្វើការសាកល្បងកាំជ្រួចមីស៊ីលបាល់លីស្ទិកដែលមានសមត្ថភាពផ្ទុកអាវុធនុយក្លេអ៊ែរនិងក្បាលកាំជ្រួចផ្លោងដែលបាញ់បានចម្ងាយ 2750 គីឡូម៉ែត្រពួកមន្ត្រីយោធាប៉ាគីស្ថាននិយាយថានេះជាលើកទី1ដែលពួកគេបានសាកល្បងកាំជ្រួចមីស៊ីលដែលមានវងប្រតិបត្តិការបែបនេះពួកវិជ្ជបណ្ឌិតនៅក្នុងប្រទេសសាំបៀនិយាយថាលោក Edgar Lungu ប្រធានាធិបតីជាប់ឆ្នោតត្រូវការព្យាបាលនៅបរទេសចំពោះស្ថានភាពដែលធ្វើឲ្យលោកដួលរលំនៅកន្លែងសាធារណៈកាលពីថ្ងៃអាទិត្យការិយាល័យប្រធានាធិបតីប្រទេសសាំបៀនិយាយថាលោក Lungu បានទទួលរងគ្រោះដោយសារជំងឺដែលធ្វើឲ្យលោកឈឺចាប់ដើមទ្រូងហើយនឹងមានការលំបាកនៅក្នុងការទទួលទានអាហារនិងពិសាទឹកសេចក្តីថ្លែងការណ៍នៅថ្ងៃច័ន្ទនេះប្រាប់ឲ្យដឹងថាវិជ្ជបណ្ឌិតបានផ្ដល់អនុសាសន៍ថាលោកប្រធានាធិបតីត្រូវធ្វើការព្យាបាលដោយប្រើវិទ្យាសាស្ត្របច្ចេកវិទ្យាជាន់ខ្ពស់ដែលមិនមានគ្រប់គ្រាន់នៅក្នុងប្រទេសសាំបៀហើយបានស្នើឲ្យលោកប្រធានាធិបតីទៅព្យាបាលនៅឯបរទេសនៅក្នុងការផ្សាយរបស់ VOA ជាបន្តបន្ទាប់ទៅទៀតនេះយើងមានសេចក្តីរាយការណ៍ជូនដូចតទៅសហព្រះរាជអាជ្ញានៃសាលាក្តីខ្មែរក្រហមប្រកាសចាត់វិធានការចំពោះសាក្សីដែលផ្ដាល់សក្ខីកម្មមិនពិត
លោកប្រធានាធិបតី Barack Obama អបអរខួប50ឆ្នាំនៃការដើរដង្ហែក្បួនទាមទារសិទ្ធិបោះឆ្នោតហើយនឹងកម្មវិធី Hello VOA វាគ្មិនរបស់យើងនៅរាត្រីនេះគឺលោកឈើយឧត្តមរស្មីនាយកអង្គការការពារធនធានធម្មជាតិនិងលោកទឹមម៉ាឡៃប្រធានបណ្ដាញយុវជនកម្ពុជាលោកទាំងពីរនឹងពិភាក្សាអំពីការបដិញ្ញាចិត្តរបស់យុវជនក្នុងការការពារព្រៃឈើខ្មែរដែលនៅសេសសល់ដូច្នេះបើសិនជាលោកអ្នកចង់ចូលរួមសួរសំណួរនៅក្នុងកម្មវិធី Hello VOA សូមទូរស័ព្ទមកយើងខ្ញុំលេខ012 51 51 94ហើយលោកអ្នកក៏អាចសរសេរសំណួររបស់លោកអ្នកនៅលើទំព័រ Facebook ដែលមានអាសយដ្ឋាន facebook.com/voa ខ្មែរសហព្រះរាជអាជ្ញានៃសាលាក្តីខ្មែរក្រហមបានប្រកាសចាត់វិធានការចំពោះសាក្សីដែលផ្ដល់សក្ខីកម្មមិនពិតចំពោះមុខអង្គជំនុំជម្រះសាលាដំបងនៅថ្ងៃនេះបើតាមក្រមព្រហ្មទណ្ឌកម្ពុជាការផ្ដល់សក្ខីកម្មដោយភូតកុហកអាចប្រឈមនឹងការដាក់ទោសរហូតដល់5ឆ្នាំក្នុងពន្ធនាគារលោកគង់ស្ថានរិទ្ធនៃ VOA រាយការណ៍ជូនពីរាជធានីភ្នំពេញដូចតទៅសហព្រះរាជអាជ្ញាអន្តរជាតិបានព្រមានទៅដល់សាក្សីជាអតីតកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមមួយរូបថានឹងចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងសាក្សីរូបនេះប្រសិនបើសាក្សីនិយាយកុហកនោះលោក Nicholas Koumjian សហព្រះរាជអាជ្ញាសញ្ជាតិអាមេរិកកាំងបានព្រមានយ៉ាងដូចនេះនៅក្នុងសវនាការនៃសំណុំរឿង002វគ្គទី2នៅថ្ងៃច័ន្ទនេះខណៈពេលដែលសាក្សីលោកនាងអ៊ូចបានបដិសេធពីតួនាទីដែលត្រូវតុលាការដៅថាគាត់គឺជាអតីតចៅហ្វាយស្រុកត្រាំកក់ខេត្តតាកែវស្រុកត្រាំកក់ដែលកើតមានការសម្លាប់រង្គាលយ៉ាងច្រើនជាពិសេសនៅក្នុងគុកក្រាំងតាច័ន្ទលោកគុំឈៀនបានបញ្ជាក់តាមរយៈអ្នកបកប្រែភាសាដោយព្រមានត្រង់លោកបានស្បាត់ហើយលោកអាចត្រូវបានគេចាត់ប្រកាន់ដោយសារលោកកុហកនេះគឺជាលើកទី1ហើយដែលសហព្រះរាជអាជ្ញាព្រមានពីការចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងទៅនឹងការផ្ដោតសក្ខីកម្មមិនពិតប៉ុន្តែយ៉ាងណាក៏ដោយលោក Nicholas Koumjian និយាយធានាថាសាក្សីលោកនាងអ៊ូចនឹងមិនក្លាយជាជនជាប់សង្ស័យបន្ថែមសម្រាប់សាលាក្តីខ្មែរក្រហមដោយសារតែតួនាទីនៃអតីតកាលរបស់លោកនោះទេសាលាក្តីខ្មែរក្រហមកំពុងតែកាត់ទោសសំណុំរឿង002វគ្គទី2ដែលចាប់ផ្ដើមជាពិសេសលើឧក្រិដ្ឋកម្មនៃមន្ទីរសន្តិសុខក្រាំងតាច័ន្ទឬហៅថាគុកក្រាំងតាច័ន្ទនៃស្រុកត្រាំកក់មនុស្សជាង 15,000 នាក់ត្រូវគេដឹងថាត្រូវបានសម្លាប់នៅទីនោះលោកនាងអ៊ូចបានប្រកែកថាលោកមិនមែនជាអតីតលេខាធិការបកឬចៅហ្វាយស្រុកនេះនោះទេពីព្រោះថាមិនមានការតែងតាំងរូបលោកជាផ្លូវការនៅឡើយក្រៅពីនោះសាក្សីដដែលបានច្រានចោលព័ត៌មានមួយចំនួនដែលសហព្រះរាជអាជ្ញាបរទេសយកមកបង្ហាញអ្វីត្បិតតែជនជាប់សង្ស័យមួយចំនួនទៀតដូចជាអ្នកស្រីអឹមចែមឬតាអាននៅក្នុងសំណុំរឿង004បានបញ្ជាក់រួចទៅហើយក្តីយោងតាមវិធាន36នៃវិធានផ្ទៃក្នុងរបស់សាលាក្តីខ្មែរក្រហមការផ្ដល់សក្ខីកម្មដោយភូតកុហកនឹងត្រូវដាក់ទោសតាមក្រមព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជាក្រមព្រហ្មទណ្ឌត្រង់មាត្រា545ចែងថាសក្ខីកម្មភូតកុហកដែលបានស្បត់នៅមុខតុលាការឬនៅមុខមន្ត្រីនគរបាលយុត្តិធម៌នឹងត្រូវដាក់ទោសឲ្យជាប់ពន្ធនាគារពី2ទៅ5ឆ្នាំឬត្រូវពិន័យជាប្រាក់ពី4ទៅ10លានរៀលឬស្មើនឹង1000ទៅ$2,500អាមេរិកលោក Lars Olsen មន្ត្រីផ្នែកទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្តីខ្មែរក្រហមឲ្យដឹងថាមុននឹងឈានដល់ដំណាក់កាលចោទប្រកាន់អំពីកំហុសរបស់សាក្សីអង្គជំនុំជម្រះសាលាដំបងនឹងត្រូវធ្វើការសម្រេចចិត្តជាមុនថាតើខ្លួនមានសមត្ថភាពដាក់ទណ្ឌកម្មលើសាក្សីរូបនោះតាមអំណាចក្រមព្រហ្មទណ្ឌឬយ៉ាងណាឬក៏នឹងត្រូវបញ្ជូនសំណុំរឿងទៅកាន់ព្រះរាជអាជ្ញានៃតុលាការជាតិលោកគង់សំអនសហមេធាវីរបស់ជនជាប់ចោទខៀវសំផនអតីតប្រមុខរដ្ឋនៃសម័យខ្មែរក្រហមបានហៅការព្រមានរបស់តំណាងសហព្រះរាជអាជ្ញាថាគឺជាការគំរាមកំហែងទៅដល់សាក្សីខ្ញុំមើលឃើញថាវាជាការគំរាមកំហែងទៅដល់សាក្សីទៅវិញទេអ្វីដែលជាការលើកឡើងរបស់តំណាងសហព្រះរាជអាជ្ញាអំពីវិធានទាំងឡាយដែលត្រូវមានចំណាត់ការទៅលើសាក្សីដែលកំពុងតែសហការឆ្លើយជាមួយនឹងសំណួរទាំងឡាយរបស់សហព្រះរាជអាជ្ញាទៅពេលនេះបាទលោកសហព្រះរាជអាជ្ញា Nicholas Koumjian បានច្រានចោលការយល់ឃើញបែបនេះដោយចាត់ទុកថានេះជានីតិវិធីដែលគេដឹងឮគ្រប់គ្នានិងជានីតិវិធីដ៏មានសារៈសំខាន់សូមបញ្ជាក់ថានៅក្នុងការផ្ដល់សក្ខីកម្មនៅថ្ងៃនេះលោកនាងអ៊ូចបញ្ជាក់ថាមានគណៈប្រតិភូពីប្រទេសចិននិងពីប្រទេសស៊ុយអែត
មកបំពេញទស្សនកិច្ចនៅក្នុងស្រុកត្រាំកក់របស់លោកផងដែរពីរាជធានីភ្នំពេញខ្ញុំគង់សុថានរិទ្ធ VOA លោកអ្នកកំពុងតែស្ដាប់ VOA សំឡេងសហរដ្ឋអាមេរិក voanews.com/khmer លោកប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama អបអរខួប50ឆ្នាំនៃការដើរដង្ហែក្បួនពីទីក្រុង Selma មកក្រុង Montgomery ដែលទាមទារសិទ្ធិបោះឆ្នោតលោក Michael Brown នៃ VOA រាយការណ៍ពីរដ្ឋធានី Washington នេះហើយលោកពិនស៊ីសវណ្ណជួនសេចក្តីប្រាយសម្រួលដូចតទៅកាលពីថ្ងៃសៅរ៍លោកប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama អបអរសាទរខួប50ឆ្នាំនៃការដង្ហែក្បួនចំនួន2ពីទីក្រុង Selma មកទីក្រុង Montgomery ទាមទារសិទ្ធិបោះឆ្នោតដោយលោកអំពាវនាវឲ្យពលរដ្ឋអាមេរិកធ្វើការរួមគ្នាដើម្បីឲ្យសហរដ្ឋអាមេរិកបានប្រសើរឡើងលោកប្រធានាធិបតីប្រឈមនឹងតំណាងរាស្ត្រនៅក្រុង Washington ដើម្បីអបអរសាទរសកម្មភាពនៅ Selma ដោយរៀបចំច្បាប់ស្តីពីសិទ្ធិបោះឆ្នោតដែលកើតចេញពីការតស៊ូនៅទីនោះ President Reagan signed its renewal when he was in office. President George W. Bush signed its លោកប្រធានាធិបតី Reagan បានចុះហត្ថលេខាលើច្បាប់ស្តីពីសិទ្ធិបោះឆ្នោតនេះពេលលោកកាន់តំណែងលោកអតីតប្រធានាធិបតី George W. Bush ចុះហត្ថលេខាច្បាប់កែប្រែថ្មីពេលលោកកាន់តំណែងសមាជិកសភា100នាក់បានមកទីនេះគោរពអ្នកដែលស៊ូស្លាប់ដើម្បីការពារសិទ្ធិនេះបើយើងចង់គោរពទិវានេះសូមឲ្យអ្នកទាំង100នាក់នោះត្រឡប់ទៅកាន់រដ្ឋធានី Washington ហៅ400នាក់មកយើងរួមគ្នាបដិញ្ញាធ្វើបេសកកម្មធ្វើច្បាប់នេះនៅឆ្នាំនេះមនុស្សច្រើនពាន់នាក់ជួបជុំគ្នានៅ Selma កាលពីថ្ងៃសៅរ៍អបអរខួបនេះហើយស្ដាប់សុន្ទរកថារបស់លោកប្រធានាធិបតីភរិយារបស់លោកប្រធានាធិបតីគឺលោកស្រី Michelle និងកូនស្រី Malia និង Sasha ក៏មានវត្តមានដែររួមទាំងលោកអតីតប្រធានាធិបតី George W. Bush និងភរិយាគឺលោកស្រី Lauraតំណាងរាស្ត្រ John Lewis ដែលរងរបួសយ៉ាងខ្លាំងនៅថ្ងៃអាទិត្យបង្ហូរឈាម Bloody Sunday នោះបាននិយាយរំលឹកប្រាប់មហាជនថាអ្វីបើត្រូវវាយយ៉ាងព្រៃផ្សៃគេនៅតែមិនចុះចាញ់ក្នុងការទាមទារសិទ្ធិស្មើគ្នាក្នុងការបោះឆ្នោត We were beaten, tear gas. គេវាយយើងបាញ់ឧស្ម័នបង្ហូរទឹកភ្នែកពួកយើងខ្លះត្រូវទុកចោលក្នុងថ្លុកឈាមនៅទីនេះលើស្ពានពួកយើង17នាក់ត្រូវដឹកចូលមន្ទីរពេទ្យនៅថ្ងៃនោះតែយើងមិនប្រព្រឹត្តហិង្សាអមិត្តទេយើងនៅតែជឿថាការតស៊ូរបស់យើងនឹងឈ្នះក្រោយពីថ្លែងសន្ទរកថាលោកអូបាម៉ានិងមហាជនបានដើរកាត់ស្ពាន Edmund Pettus ទីដែលប៉ូលីសនិងទាហានវាយបាតកោនៅថ្ងៃទី7ខែមីនាឆ្នាំ1965ពេលពួកគេព្យាយាមដើរហែក្បួនពី Selma មក Montgomery ដើម្បីគាំទ្រសិទ្ធិបោះឆ្នោតសម្រាប់គ្រប់សាសពីសប្តាហ៍ក្រោយពីថ្ងៃអាទិត្យបង្ហូរឈាម Bloody Sunday នោះលោក Martin Luther King មេដឹកនាំសិទ្ធិពលរដ្ឋបានដឹកនាំក្បួនដង្ហែពី Selma មក Montgomery ដោយជោគជ័យបាតកម្មនោះនាំឲ្យមានច្បាប់ស្តីពីសិទ្ធិបោះឆ្នោតនៅឆ្នាំ1965ហាម5ការរើសអើងពូជសាសន៍លោកអ្នកស្ដាប់ជាទីមេត្រីតទៅទៀតនេះជាកម្មវិធី Hello VOA វាគ្មិនរបស់យើងនៅរាត្រីនេះគឺលោកឈើឧត្តមរស្មីនាយកអង្គការការពារធនធានធម្មជាតិនិងលោកទឹមម៉ាឡៃប្រធានបណ្ដាញយុវជនកម្ពុជាលោកទាំងពីរនឹងពិភាក្សាអំពីការបដិញ្ញាចិត្តរបស់យុវជនក្នុងការការពារព្រៃឈើខ្មែរដែលនៅសេសសល់ហើយនាងខ្ញុំក៏សូមជម្រាបជូនលោកអ្នកស្ដាប់ឲ្យបានជ្រាបផងដែរថាក្រោយកម្មវិធី Hello VOA នេះសូមលោកអ្នករងចាំស្ដាប់ព័ត៌មានថ្មីៗក្នុងពិភពលោករយៈពេល5នាទីដែលនាំមកជូនដោយលោកចឹងពូជិនឥឡូវនេះនាងខ្ញុំសូមជូនកម្មវិធីនេះទៅលោកសាយម៉ូនីនៅរាជធានីភ្នំពេញដែលជាអ្នកសម្របសម្រួលកម្មវិធី Hello VOA នៅរាត្រីនេះសូមជម្រាបសួរលោកម៉ូនីបាទជំរាបសួរអ្នកនាងម៉ូនីវ៉ាន់បាទចាលោកម៉ូនីសូមអញ្ជើញលោកចាប់ផ្ដើមកម្មវិធី Hello VOA ចា
បាទសូមអរគុណបាទអរលោកអ្នកនាងជាទីមេត្រីបាទមួយរយៈពេលចុងក្រោយនេះយើងសង្កេតឃើញថាយុវជនខ្មែរកាន់តែច្រើនឡើងហាក់ដូចជាចាប់អារម្មណ៍ទៅលើបញ្ហាធនធានធម្មជាតិហើយនាំគ្នាចូលរួមការពារព្រៃឈើនិងទប់ស្កាត់ការបំផ្លិចបំផ្លាញព្រៃឈើនៅគណៈពេលដែលព្រៃឈើនៅក្នុងប្រទេសកម្ពុជានឹងកាន់តែហិនហោចទៅពីមួយឆ្នាំទៅមួយឆ្នាំនោះបាទប៉ុន្តែតើការចូលរួមរបស់ពួកគេទាំងនេះមានប្រសិទ្ធភាពប៉ុណ្ណាហើយតើពួកគេអាចដោះស្រាយចំពោះការគំរាមកំហែងនានាដោយសារតែការងារការពារព្រៃឈើរបស់ពួកគេនឹងបានយ៉ាងដូចម្តេចបាទនៅថ្ងៃនេះយើងនឹងជជែកពិភាក្សាគ្នាអំពីការបដិញ្ញាចិត្តរបស់យុវជនខ្មែរក្នុងការការពារព្រៃឈើរបស់ពួកគេដែលនៅសេសសល់ក្នុងប្រទេសកម្ពុជានេះបាទវាគ្មិនកិត្តិយសក្នុងបន្ទប់ផ្សាយរបស់យើងនៅរាជធានីភ្នំពេញនៅថ្ងៃនេះមានពីររូបបាទទី1គឺលោកឈើយោដំរស្មីជានាយកអង្គការការពារធនធានធម្មជាតិនិងទី2គឺលោកតឹមម៉ាឡៃជាប្រធានបណ្ដាញយុវជនកម្ពុជាបាទខ្ញុំសូមស្វាគមន៍វាគ្មិនទាំងពីររូបតែម្ដងបាទសូមជំរាបសួរលោកទាំងពីរបាទសូមជំរាបសួរបងបាទសូមអរគុណដែលលោកបានចំណាយពេលដ៏មមាញឹកអញ្ជើញចូលរួមក្នុងកម្មវិធីរបស់យើងនៅយប់នេះបាទបើលោកអ្នកនាងមានសំណួរឬក៏ចម្ងល់ចង់សួរឬក៏មតិយោបល់ចង់ចូលរួមនៅក្នុងកម្មវិធីយើងអាចទូរស័ព្ទមកយើងខ្ញុំតាមលេខ012 51 51 94ឬបើលោកអ្នកប្រើបណ្ដាញ Facebook សូមសរសេរសំណួរមកយើងខ្ញុំតាម facebook.com/voa ខ្មែរបាទហើយបើលោកអ្នកចង់ក្លាយជាប្រិយមិត្តរបស់យើងសូមចុចពាក្យ like នៅលើទំព័រ Facebook របស់យើងខ្ញុំបាទកុំឲ្យខាតពេលយូរខ្ញុំសូមបកគលសំណួរទី1របស់ខ្ញុំទៅលោកឈើយោដំរស្មីជាប្រធានអង្គការការពារធនធានធម្មជាតិបាទខ្ញុំសូមបញ្ជាក់អស់លោកអ្នកនាងបន្តិចថាលោកឈើយោដំរស្មីគឺជាកូនប្រុសម្នាក់របស់លោកឈុតវុធី ដែលជាសកម្មជនការពារព្រៃឈើដ៏ល្បីល្បាញក្នុងប្រទេសកម្ពុជាលោកជុតវុធីដែលត្រូវគេបាញ់ស្លាប់ដោយសារតែការងារការពារព្រៃឈើរបស់លោកបាទកាលពីប្រហែលឆ្នាំមុននេះលោកឈើឧត្តមរស្មីបានចុះទៅធ្វើការងារបន្តពីឪពុករបស់លោកហើយកាលពីខែមុនពលគឺពី3សប្តាហ៍កន្លងទៅនេះលោកបានចុះទៅខេត្តរតនគិរីហើយបានធ្វើការសង្កេតទៅលើសកម្មភាពកាប់ឈើក៏ដូចជាអាឈើមួយចំនួននៅក្នុងខេត្តរតនគិរីខ្ញុំចង់ឲ្យលោករស្មីបង្ហាញឲ្យលោកអ្នកស្ដាប់យើងបន្តិចថាតើលោកបានឃើញអ្វីខ្លះហើយលោកអាចសង្ខេបត្រួសបានអំពីស្ថានភាពនៃការកាប់ឈើនៅក្នុងខេត្តរតនគិរីដែលលោកបានឃើញនេះបាទសូមជឿបាទបាទអរគុណចំពោះនៅក្នុងភាគឥសាននៅខេត្តរតនគិរីវិញយើងបានអង្គការរបស់ខ្ញុំបានចុះទៅមើលឃើញទស្សនវិជ្ជានៃការកាប់បំផ្លាញព្រៃឈើដល់កាយសាហាវរបស់ក្រុមហ៊ុនទ្រីភិបក្រុមហ៊ុនអានម៉ារ៉ាឌីនិងក្រុមហ៊ុនរបស់វៀតណាមមួយចំនួនយើងបានចុះទៅសិក្សាស្រាវជ្រាវនៅទីនោះភាគច្រើនក្រុមហ៊ុនទាំងនោះគឺមានសិទ្ធិមានអាជ្ញាប័ណ្ណដូចជាច្បាប់ស្របច្បាប់របស់រដ្ឋាភិបាលដែលបានចុះហត្ថលេខាឲ្យហើយក្រុមហ៊ុនទាំងនោះភាគច្រើនគឺធ្វើអ្វីដែលលើសពីការកំណត់របស់រដ្ឋាភិបាលដែលគាត់បានចុះហត្ថលេខាមកឲ្យហើយតាមច្បាប់របស់រដ្ឋាភិបាលគាត់សម្បទានឲ្យគឺព្រៃភាគច្រើនគឺព្រៃរិចរលទេប៉ុន្តែតាមខ្ញុំចុះទៅត្រួតពិនិត្យនៅថ្ងៃនោះឃើញគឺទស្សនវិជ្ជាគឺសិតតែភាគច្រើនគឺប្រភេទឈើប្រណិតប្រភេទធ្នង់មានឈើលេខ2ជាខ្លះដែរក្នុងដែលយើងបានចុះទៅសិក្សាស្រាវជ្រាវនៅទីនោះហើយយើងមានសារមួយផ្ញើទៅដល់រដ្ឋាភិបាលឲ្យគាត់ជួយទប់ស្កាត់ពីបទល្មើសព្រៃឈើនៅខេត្តរតនគិរីផងហើយខ្ញុំជឿថាក្រុមហ៊ុនទាំងនោះគឺពិសេសក្រុមហ៊ុនទ្រីភិបខ្ញុំជឿថាក្រុមហ៊ុននោះមានឈើមួយចំនួនដែលមិនមានអាជ្ញាប័ណ្ណច្បាស់លាស់ទេពីព្រោះឈើទាំងនោះគឺនៅតម្កល់ទុកនៅតាមដងទន្លេគឺពិសេសគឺនៅចំណុចស្រុកវឿនសៃនោះគឺនៅគេតម្កល់នៅបកកឡាន់បន្ទាប់មកគេដឹកមកភូមិគុកបន្ទាប់មកឡានរបស់អង្គការទ្រីភិបដែលមានលេខសញ្ញាសម្គាល់លេខហុងស៊ុយរបស់គេនោះគឺលេខ168ហ្នឹងគឺគេដឹកយកឈើហ្នឹងទៅតាមថ្ងៃតែម្ដងហើយបានគេមានឃ្លាំងធំរបស់គេហ្នឹងគឺនៅអូយ៉ាដាវគឺច្រកហ្នឹងគឺច្រកនាំឈើទៅឲ្យវៀតណាមបន្ទាប់មកវៀតណាមគឺបន្តយកប្រភេទឈើទាំងនេះគឺទៅលក់ឲ្យប្រទេសចិនហើយអង្គការទ្រីភិបគាត់បានបង្កើតឃ្លាំងធំក្នុងហ្នឹងគឺ8មាននៅទីរួមខេត្ត2មាននៅអូជុំ1មាននៅស្រុកបាកែវ1មាននៅវឿនសៃ1និងមាននៅតាវែងមាននៅអណ្ដងមាសមួយទៀតចុងក្រោយធំជាងគេដែលជាច្រកនាំចេញនោះគឺនៅអូយ៉ាដាវនឹងតែម្ដងដែល
ជាច្រកនាំចេញទៅប្រទេសវៀតណាមហើយនឹងមានផែស្ងួតប៉ុន្តែអាចចេញតាមកណូតខ្លះអាចចេញតាមឡានអាជីឌុបខ្លះទៀតបាទសូមអរគុណច្រើនលោករស្មីបាទមុននឹងខ្ញុំប្រគល់នីតិទៅអស់លោកអ្នកស្ដាប់ដើម្បីសួរសំណួរខ្ញុំងាកមកលោកតឹមម៉ាឡៃបាទជាប្រធានបណ្ដាញយុវជនកម្ពុជាលោកម៉ាឡៃដឹកនាំក្រុមយុវជនធ្វើការនៅក្នុងតំបន់ព្រៃឡង់ហើយថ្មីនេះលោកក៏ធ្វើការជាមួយក្រុមយុវជននៅក្នុងតំបន់អារ៉ែងដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅទីនោះផងដែរបាទលោកម៉ាឡៃអាចបញ្យល់លោកអ្នកស្ដាប់យើងត្រួសបន្តិចដែរបានទេដោយសារតែមានរបាយការណ៍ Global Witness ដែលបានចេញកាលពីខែមុននេះបាទថ្មីនេះលើកឡើងអំពីលោកអញ្ញាត្រីភាពនឹងដែរហើយក្នុងរបាយការណ៍ហ្នឹងគឺបានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជាតាក់ទងទៅនឹងទំហំព្រៃឈើពីបានធ្លាក់ចុះតាំងពី 70% នៅក្នុងឆ្នាំ70 អំឡុងឆ្នាំ70រហូតមកដល់នៅសល់ប្រមាណជា 40% នៅពេលបច្ចុប្បន្ននេះលោកធ្វើការងារផ្ទាល់ជាមួយយុវជនតាក់ទងទៅនឹងការការពារធនធានធម្មជាតិជាពិសេសព្រៃឈើនេះលោកមើលឃើញស្ថានភាពព្រៃឈើនៅកម្ពុជាយើងហ្នឹងដូចទៅនឹងរបាយការណ៍ដែលបានឆ្លុះបញ្ចាំងទេឬក៏វាអាចធ្ងន់ធ្ងរជាងនឹងឬក៏វាមិនដល់កម្រិតហ្នឹងទេបាទសូមជឿបាទហើយជាបឋមសូមជម្រាបសួរដល់បងប្អូនជនរួមជាតិជាទីគោរពហើយសូមជម្រាបសួរដល់បងមនីផងដែរខ្ញុំសូមបញ្ជាក់ផងដែរថារបាយការណ៍Global Witnessបានចេញប្រហែលមួយខែមុនជាងនេះមានន័យថាជារបាយការណ៍មួយដែលបង្ហាញអំពីទស្សនវិជ្ជាទូទៅដែលក្រុមហ៊ុនឬក៏ក្រុមហ៊ុនឈ្មួញមួយចំនួនបានកាប់បំផ្លាញព្រៃឈើនៅស្រុកខ្មែរតាមការធ្វើការជាក់ស្ដែងរបស់ក្រុមរបស់ខ្ញុំបាទបណ្ដាញជនកម្ពុជាគឺយើងសង្កេតឃើញថានៅតំបន់ព្រៃឡង់ទាំងអារ៉ែងក្តីបាទមានការកាប់ទន្ទ្រានព្រៃឡង់គឺច្រើនមែនទែនធ្វើឲ្យព្រៃឈើធំជាច្រើនត្រូវបានបាត់បង់ហើយដូចតែស្មីបានលើកឡើងអញ្ចឹងមានថាGlobal Witness លើកឡើងថា43%ប៉ុន្តែយើងតាមធ្វើការជាក់ស្ដែងយើងសង្កេតឃើញថាការកាប់នោះគឺច្រើនលើសនេះទៀតគឺមានថាប្រហែលជាសល់ถึง 30% ទេដែលយើងបានឃើញគឺមានថាការកាប់ទន្ទ្រានទាំងមិនលើកឡើងតែនៅតំបន់នៅរដ្ឋនគិរីមណ្ឌលគិរីទេមានទាំងនៅអារ៉ែងក៏មានក្រុមហ៊ុនទ្រីភិបមាននៅព្រៃឡង់មានថាអត់តែតំបន់ណាមានព្រៃឈើគឺមានក្រុមហ៊ុនទាំងអស់មានថាជាការកាប់បំផ្លាញយ៉ាងគំហុកមែនទែនដែលធ្វើឲ្យមានការព្រួយបារម្ភនៅក្នុងពេលបច្ចុប្បន្នបាទសូមអរគុណច្រើនលោកម៉ាឡៃឥឡូវយើងមានអស់លោកអ្នកស្ដាប់ដែលបានកំពុងរងចាំតាមបណ្ដាញទូរស័ព្ទគឺលោកសារ៉ាត់នៅខាងខេត្តពោធិ៍សាត់បាទសូមជំរាបសួរលោកសារ៉ាត់បាទមានសំណួរអីសូមអញ្ជើញសួរត្រង់មកវាគ្មិនរបស់យើងតែម្ដងបាទសូមអញ្ជើញបាទនឹងជំរាបសួរសហការីវាទាំងអស់បាទខ្ញុំបានលើកចូលប្រធានបទនេះព្រោះខ្ញុំរស់នៅខេត្តពោធិ៍សាត់ហើយខ្ញុំនៅក្នុងតំបន់មួយដែលហៅថាតំបន់ព្រៃឈើច្រើនដែរបាទហើយខ្ញុំចង់សួរទៅលោកទាំងពីរវាគ្មិនទាំងពីរដែលថាយុវជនដែលត្រូវការពារព្រៃឈើចុងក្រោយនេះព្រោះខ្ញុំគិតថាវាតាក់ទងទៅនឹងនយោបាយហើយវាតាក់ទងទៅនឹងជាអ្នកដឹកនាំប្រទេសរឿងនេះបាទព្រោះជារឿងពិតណាស់ហើយដែលយើងដឹងតាំងអស់គ្នាបាទពីទាំងពិភពលោកក៏គេដឹងដែរថាផ្ទៃដីព្រៃឈើយើងពីដើមមកវាមានព្រៃឈើច្រើននៅកម្ពុជាយើងហើយពិសេសបំផុតនឹងថ្នាក់ដឹកនាំជាតិក៏ដឹងដែរដឹងទាំងអស់មិនដឹងទេតែគាត់ធ្វើអត់ដឹងហើយតាំងពី93មកដល់សប្តាហ៍ថ្ងៃនេះព្រៃឈើវាកាន់តែហិនហោចទៅទោះបីជាអង្គការក្រៅរដ្ឋាភិបាលប្រជាពលរដ្ឋអីគ្រប់គ្នាហ្នឹងប្រាប់មានពេលខ្លះក៏ថាអត់ដឹងក៏មានដែរដូច្នេះរឿងទាំងអស់ហ្នឹងខ្ញុំចង់ដឹងថាតើយុវជនយើងជំនាន់ក្រោយនេះតើមានយុទ្ធសាស្ត្រណាដើម្បីការពារព្រៃឈើនឹងបានបាទនេះសំណួរទី1របស់ខ្ញុំគឺថាមានយុទ្ធសាស្ត្រយុទ្ធវិធីវាមិនដើម្បីការពារព្រៃឈើដែលនៅសេសសល់ដូចជាអារ៉ែងថ្មីដែលលោកអាលិចដែលដេញគាត់ឡើងយន្តហោះសឹងមិនទាន់នឹងដាក់ខ្នោះដាក់ចង្វាក់ហ្នឹងហើយរឿងទាំងអស់ហ្នឹងខ្ញុំគិតថាវាជាចេតនាពិតប្រាកដណាស់ដែលថ្នាក់ដឹកនាំជាតិនឹងមិនមានចេតនាក្នុងការការពារព្រៃឈើពិតប្រាកដហើយជាបើយុវជននេះខំតែត្រង់តែការពារហ្នឹងខ្ញុំគិតថាប្រហែលជាត្រូវលូងរបស់គាត់នឹងចោលផ្ទះចោលចុះចាប់ដាក់គុកដាក់ចង្វាក់ហ្នឹងខ្ញុំគិតថាដូចជាវាតឹងតែងមែនទែនណាតឹងតែងមែនទែនក្នុងការការពារហ្នឹងព្រោះ
ដូចបងប្អូនយើងប្រជាពលរដ្ឋខ្មែរយើងទូទាំងប្រទេសបាទទាំងអស់គ្នាដឹងហើយមិញហ្នឹងវាគ្មិននឹងគឺគាត់និយាយដឹងតាំងពីឃ្លាំងមាន8ឃ្លាំងមានស្អីហើយក៏ប្រាប់រដ្ឋាភិបាលទៀតហើយចង់ប្រាប់យូរហើយទៀតមិនតែប្រាប់ឥឡូវតែនៅតែអត់តែរឿងនេះនៅតែដែរបាទអញ្ចឹងបាទលោកសារ៉ាត់មានសំណួរទី2បាទហើយយើងជំនាន់ក្រោយហ្នឹងនឹងដូចជាសភាក៏ដោយអីក៏ដោយទាំងអស់ហ្នឹងតើគាត់មានអីមួយចំណុចធ្វើយ៉ាងម៉េចដើម្បីទៅទប់រឿងនឹងបានខ្ញុំចង់ដឹងកន្លែងហ្នឹងបាទអរគុណបាទសូមអរគុណច្រើនបាទសូមអរគុណច្រើនលោកសារ៉ាត់បាទលោកសារ៉ាត់សួរសំណួរទាំងពីររបស់លោកស្តៀងគ្នាគឺយុទ្ធសាស្ត្រហើយនឹងធ្វើយ៉ាងម៉េចហ្នឹងដើម្បីការពារព្រៃឈើនៅស្រុកខ្មែរហ្នឹងបាទតាក់ទងទៅនឹងសំណួរនេះហើយខ្ញុំសូមភ្ជាប់សំណួរអស់លោកអ្នកស្ដាប់ដែលបានសួរសំណួរតាមបណ្ដាញ Facebook បាទគាត់ឈ្មោះ Kate Ravin សេត Ravin សួរថាតើយុវជនយើងខ្លាចទេចេញមុខការពារតំបន់អរ៉ៃនឹងបើសិនជាអស់ពីលោកអាលិចទៅបាទហើយបើរដ្ឋាភិបាលចាប់ដាក់គុកអ្នកតំណាង 2-3 នាក់ទៅតើត្រូវធ្វើដូចម្ដេចបាទខ្ញុំសូមសំណួរទី1តាក់ទងទៅនឹងយុទ្ធសាស្ត្រនេះធ្វើយ៉ាងម៉េចដើម្បីការពារព្រៃឈើនេះបានជូនទៅលោកឧត្តមរស្មីណាហើយសំណួរទី2ដែលតាមបណ្ដាញ Facebook នេះតើយុវជនដែលចេញមុខហ្នឹងគឺខ្លាចទេក្នុងការពារតំបន់ព្រៃអរ៉ៃទៅលោកម៉ាឡៃបាទអញ្ចឹងសំណួរទី1សូមអញ្ជើញលោករស្មីបាទសូមអរគុណបងមនីធំចំពោះយុទ្ធសាស្ត្រដើម្បីយើងការពារគឺយើងមិនមែនផ្ដោតទៅលើយុវជនទេគឺយើងផ្ដោតទៅលើសហគមន៍ដែលគាត់មាននៅទីនោះហើយយុវជនយើងរាល់ថ្ងៃភាគច្រើនគាត់ឥឡូវហ្នឹងគាត់មានដុសកំណត់មួយគាត់ថាគាត់ស្រឡាញ់ព្រៃឈើស្រឡាញ់ធនធានធម្មជាតិដែលគាត់មានហើយយើងមិនមែនតែរងចាំតែលោកអាលិចម្នាក់ទេមានមនុស្សច្រើនអ្នកដែលមានឆន្ទៈក្នុងការងារស្នេហាជាតិស្រឡាញ់ធនធានធម្មជាតិដែលនៅសេសសល់ពីព្រោះយើងដឹងហើយឥឡូវធនធានធម្មជាតិដែលនៅសេសសល់គឺវាមានចន្លោះពី 30% ទៅ 40% តែប៉ុណ្ណោះហើយអ្វីដែលគាត់គួរតែភ័យខ្លាចនោះគឺយ៉ាងម៉េចគឺអ្នកដែលទៅកាប់ព្រៃឈើភាគច្រើនគឺសិតតែរដ្ឋាភិបាលគាត់ជាអ្នកបើកដៃឲ្យឈ្មោះទាំងនោះអ្នកដែលរកស៊ីកាប់ព្រៃឈើហើយសិតតែជាមនុស្សមានអំណាចពេលអញ្ចឹងគាត់ទៅធ្វើការគាត់មានកំណត់មួយគាត់ថាអូពេលខ្ញុំទៅធ្វើការខ្ញុំត្រូវប្រឈមមុខច្រើនណាពីបញ្ហាសមត្ថកិច្ចមកខាត់ខ្ញុំឬក៏មានការគម្រាមកំហែងការបាញ់ប្រហារគម្រាមកំហែងពេលអញ្ចឹងគាត់ខ្លួនគាត់មានឆន្ទៈពេលដែលគាត់ទៅពិភាក្សាជាមួយអ្នកផ្ទះរបស់គាត់ហ្នឹងគាត់មានឆន្ទៈផ្សេងវិញគាត់ថាអូពេលអញ្ចឹងគាត់ខ្លាចបាត់បង់កូនគាត់ជាយុវជនហ្នឹងក៏គាត់ហាមគាត់មិនឲ្យទៅប៉ុន្តែតាមច្បាប់គឺយើងអត់មានអីទៅខុសក្នុងការការពារព្រៃឈើទេយើងគឺជាសសរទ្រូងជាតិយើងមានឆន្ទៈគឺជាភាពត្រឹមត្រូវពីព្រោះព្រៃឈើហ្នឹងគឺមិនមែនរបស់រដ្ឋាភិបាលគឺមិនមែនរបស់បុគ្គលណាមួយទេគឺជារបស់យើងទាំងអស់គ្នាយើងមានសិទ្ធិក្នុងការការពារព្រៃឈើនេះប៉ុន្តែឧត្តមអាចបញ្ជាក់បានទេថាយើងធ្វើយ៉ាងម៉េចបាទជាសំណួររបស់លោកសារ៉ាត់ហ្នឹងតើយុវជនគាត់គួរធ្វើម៉េចគាត់ទៅដេកនៅព្រៃហ្នឹងចាំមើលអ្នកកាប់ឈើហ្នឹងហើយរាយការណ៍ជូនសមត្ថកិច្ចឬក៏យ៉ាងម៉េចបាទជាយុទ្ធសាស្ត្រហ្នឹងធ្វើយ៉ាងម៉េចដើម្បីការពារព្រៃឈើហ្នឹងបានបាទជាយុទ្ធសាស្ត្រហ្នឹងគឺយើងចោះទៅសិក្សាផ្ទាល់ហើយយើងធ្វើការបង្ក្រាបផ្ទាល់ដល់ខ្លួនយើងដើរមិនពឹងកម្លាំងរដ្ឋាភិបាលដូចជាសមត្ថកិច្ចទេអញ្ចឹងណាហើយយើងធ្វើការឃើញយុវជនអរ៉ៃឃើញគាត់សកម្មមែនទែនក្នុងការងារអញ្ចឹងយើងមិនចង់ឲ្យគាត់មានភាពសកម្មក្នុងទេបើយើងចង់ធ្វើការងារជោគជ័យយើងសកម្មគ្រប់តំបន់ពីព្រោះតែអរ៉ៃក៏សំខាន់ហើយព្រៃឡង់ក៏សំខាន់ហើយមានតំបន់ផ្សេងទៀតក៏សំខាន់ដូចគ្នាអញ្ចឹងយើងចង់បានយុវជនដែលមានភាពក្លាហានដើម្បីធ្វើការជោគជ័យហើយភាគច្រើនគឺយុវជនមួយចំនួនហ្នឹងគាត់បានចុះទៅធ្វើការងារហ្នឹងខ្ញុំមើលទៅមានភាពជោគជ័យច្រើនបើសិនជាគ្មានពួកគាត់ម្លេះថ្ងៃនេះអរ៉ៃនឹងបាត់បង់ទៅហើយបាទសូមអរគុណច្រើនលោកឧត្តមរស្មីងាកទៅលោកម៉ាឡៃវិញបាទតើយុវជនយើងនឹងខ្លាចទេក្នុងការចេញមុខការពារតំបន់ដូចព្រៃឡង់ឬក៏នៅអរ៉ៃនេះជាដើមហ្នឹងបាទសូមជឿបាទសូមអរគុណសំណួរបាទខ្ញុំសូមបញ្ជាក់ថាយុវជនសពថ្ងៃមិនខ្លាចដូចសម័យមុនទេយើងបញ្ជាក់ថាហេតុអីបានជាមិនខ្លាចទី1ដោយសារខ្លាច
ធ្វើអីទៀតបុព្វភ័យឈើចុងក្រោយសល់តែតំបន់តែតិចតួចសល់តែប្រមាណជា 30% ព្រោះបើសិនជាយើងនៅខ្លាចទៀតមានថាភ័យឈើយើងត្រូវបាត់អស់ហើយមិនបាច់បន្តនិយាយបន្តទៀតទេទី1ទី2គឺមានថាពោះមិនខ្លាចហ្នឹងគឺមនុស្សកាន់តែរងគ្រោះកាន់តែច្រើនគឺមានអ្នកបាត់បង់ភ័យឈើអ្នករស់នៅតំបន់ភ័យឈើហ្នឹងគាត់ចាប់ផ្ដើមតវ៉ាគាត់ចាប់ផ្ដើមហ៊ានអញ្ចឹងគាត់លែងខ្លាចបន្តទៀតហើយព្រោះបាត់បង់ច្រើនឡើងអញ្ចឹងគាត់លែងខ្លាចហើយយើងសង្កេតឃើញដូចប្រហែលឆ្នាំមុនដែលលោកឪពុករបស់ឧត្តមបានស្លាប់ហើយទោះជាមានការដេញអាឡិចចេញប៉ុន្តែឃើញយុវជនមិនមានការញញើតណាមួយទេនៅតែមានការកើនឡើងនៅការចូលនៅតំបន់អរ៉ៃនៅតំបន់ភ័យឡង់ផ្សេងទៀតដែលត្រូវចូលរួមកាន់តែច្រើនហើយជាសកម្មភាពមួយដែលធ្វើឲ្យយុវជននៅតំបន់ផ្សេងទៀតគាត់មានការបដិញ្ញាចិត្តខ្ពស់ក្នុងការចូលរួមការពារតំបន់ផ្សេងទៀតដែលជាតំបន់ត្រូវការពារហើយសូមបញ្ជាក់ថាក្នុងនឹងមានច្បាប់ជាច្រើនដែលបានការពារច្បាប់ស្ដីពីច្បាប់ព្រៃឈើក្នុងឆ្នាំ2002ហើយរដ្ឋធម្មនុញ្ញធានានូវសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរធានាសិទ្ធិរបស់យុវជនទាំងអស់ឲ្យចូលរួមសកម្មភាពសង្គមសកម្មភាពការពារធនធានធម្មជាតិដែលស្របច្បាប់អញ្ចឹងបញ្ជាក់ថាបើសិនជាមានច្បាប់មានការបដិញ្ញាចិត្តខ្ពស់ហើយព្រមទាំងមានព្រះរាជក្រឹត្យបន្ថែមទៀតព្រះរាជក្រឹត្យដាក់ឲ្យព្រៃជាព្រៃការពារហើយជាព្រៃឧទ្យានជាតិអញ្ចឹងមានន័យថាបើសិនជាបានបញ្ជាក់ធានានឹងច្បាប់មានការកំណត់ជាហើយយើងត្រូវតែចូលរួមចំណែកដើម្បីឲ្យច្បាប់យើងមានដំណើរការល្អហើយឲ្យស្រុកយើងមានប្រសិទ្ធភាពប្រសើរឡើងបាទសូមអរគុណច្រើនលោកម្ល៉ៃហើយនឹងលោកឧត្តមរស្មីបាទអរលោកអ្នកនាងពេលនេះលោកអ្នកកំពុងតែតាមដានកម្មវិធី Hello VOA នៃការផ្សាយរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិកបាទ Direct from Washington, the voice of America, VOA. បាទពេលនេះយើងកំពុងតែជជែកពិភាក្សាគ្នាអំពីការបដិញ្ញាចិត្តរបស់យុវជនក្នុងការការពារព្រៃឈើខ្មែរដែលនៅសេសសល់បាទដែលមានវាគ្មិនពីររូបអញ្ជើញជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីរបស់យើងនៅយប់នេះគឺលោកឈើយឧត្តមរស្មីជានាយកអង្គការការពារធនធានធម្មជាតិនិងទី2គឺលោកតឹមម៉ាឡៃជាប្រធានបណ្ដាញយុវជនកម្ពុជាបាទបើលោកអ្នកនាងមានសំណួរឬក៏មតិយោបល់ចង់ចូលរួមក្នុងកម្មវិធីនេះសូមទូរស័ព្ទមកយើងខ្ញុំតាមលេខ012 51 51 94ឥឡូវយើងមានលោកអ្នកស្ដាប់ដែលបានកំពុងរងចាំតាមបណ្ដាញទូរស័ព្ទគឺលោកស៊ូយៀនមកពីខាងខេត្តត្បូងឃ្មុំបាទសូមជំរាបសួរលោកស៊ូយៀនបាទមានសំណួរឬក៏មតិយោបល់សូមអញ្ជើញបាទជំរាបសួរលោកឧត្តមរស្មីនិងលោកតឹមម៉ាឡៃខ្ញុំស៊ូយៀនពីខេត្តត្បូងឃ្មុំសូមឲ្យលោកបដិញ្ញាចិត្តនឹងឲ្យបានជាប់ជារៀងរហូតហើយខ្ញុំសូមឲ្យថ្នាក់ដឹកនាំជាពិសេសខាងរដ្ឋវិធីហ្នឹងគួរតែប្រើសិទ្ធិអំណាចមិនគួរគឺត្រូវតែប្រើសិទ្ធិអំណាចក្នុងការសួរទៅលើរដ្ឋាភិបាលដែលបដិញ្ញាចិត្តទុកចិត្តកាត់កកខ្លួនឯងមកបិទឈើមិនបាននេះគួរតែសិទ្ធិហ្នឹងយកទូនីតិរបស់ខ្លួនដើម្បីបម្រើប្រជាជនកុំទៅការពារបកពួកការពីបុគ្គលអាហ្នឹងมันយើងទប់ឈ្នះបើសិនជាយុវជនបដិញ្ញាចិត្តក៏ទៅរួចតែសំខាន់យន្តការសិទ្ធិនឹងចំណុចទី1ហើយតកតងទៅនឹងការនាំឈើចេញនេះជាពិសេសច្រកច័ន្ទមូលសុកវិមុតនេះគឺខ្លាំងមែនទែនអញ្ចឹងវាអត់មានអីក្រៅពីយន្តការសិទ្ធិដើម្បីដែលហៅមកបំភ្លឺចំពោះកដែងស្ថាប័នពាក់ព័ន្ធជាពិសេសជំនាញរដ្ឋបាលពេលឈើនឹងមិនសិនជាគាត់ឆ្លើយដាក់ណាគួរតែសភានឹងត្រូវតែធ្វើការដោះស្រាយឬក៏បណ្ដឹងចេញពីតំណែងនឹងបានអាចទប់ស្កាត់បានបើសិនជាសភាប្រកាន់បកពួកខ្ញុំគិតថាទៅមិនរួចទេសូមអរយោបល់សូមអរគុណបងបាទសូមអរគុណច្រើនលោកស៊ូយៀនបាទដែលបានចូលរួមជាមតិយោបល់បាទលោកស៊ូយៀនអត់មានសួរជាសំណួរទេលោកបញ្ចេញមតិយោបល់ផ្ទាល់ខ្លួនតកតងទៅនឹងការដាក់បន្ទុកទៅលើរដ្ឋាភិបាលក្នុងការការពារឬក៏ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅក្នុងប្រទេសកម្ពុជាហ្នឹងមានអស់លោកអ្នកស្ដាប់ដែលសួរតាមបណ្ដាញ Facebook របស់យើងបាទគាត់សួរឈ្មោះសុភីសំបាទសុភីសំសួរវាគ្មិនទាំងពីរបាទខ្ញុំសូមអានសំណួររបស់គាត់សម្រាប់ប្អូនទាំងពីរតើប្អូនគិតថារដ្ឋាភិបាលមានឆន្ទៈពិតប្រាកដក្នុងការការពារព្រៃឈើដែរឬទេបាទអញ្ចឹងខ្ញុំសូមបកគលសំណួរនេះស្តៀងទៅនឹងការយល់ឃើញរបស់លោកស៊ូយៀនក្នុងខេត្តត្បូងឃ្មុំនេះទៅលោកម៉ាឡៃមុនបាទតើលោកគិតថារដ្ឋាភិបាល
មានឆន្ទៈពិតប្រាកដទេក្នុងការការពារព្រៃឈើហ្នឹងបាទសូមជួយបាទសូមអរគុណដល់សំណួរតាម Facebook ហើយក៏លោកសុយៀនផងដែរខ្ញុំសូមបញ្ជាក់ថារដ្ឋសភាគាត់ដើរតួនាទីក្នុងយន្តការរបស់គាត់ហើយជាពិសេសបើសិនជាចង់ឲ្យរដ្ឋសភាដើរតួនាទីយ៉ាងសំខាន់ហ្នឹងគឺត្រូវមានការប្តឹងមកពីប្រជាពលរដ្ឋដែរថាតើកន្លែងណាខ្លះដែលបញ្ជូនឈើនឹងបញ្ចេញឈើកាប់ឈើនឹងអញ្ចឹងត្រូវប្តឹងឲ្យគាត់ទៅស្ថាប័នពាក់ព័ន្ធទៅអាជ្ញាធររដ្ឋបាលព្រៃឈើទៅរដ្ឋសភាឲ្យមានផុសតាងជាក់លាក់ណាតួនាទីនឹងដើរអញ្ចឹងសួរតើឆន្ទៈរដ្ឋាភិបាលនឹងពិតប្រាកដអត់បើយើងតាមការមើលប្រជាពលរដ្ឋខ្មែរបើខ្ញុំផ្ទាល់ក្នុងនាមការធ្វើការកន្លងមកតាំងពីឆ្នាំ1970ជាងព្រៃឈើបាត់បង់រហូតមានន័យថាឆន្ទៈគឺมันមានពិតប្រាកដទេបញ្ជាក់ថាហេតុអីបានជាมันមានពិតប្រាកដព្រោះក្នុងគោលនយោបាយរបស់គណៈប្រជាជនក្តីរបស់រដ្ឋាភិបាលក្តីអត់បានបញ្ជាក់ថាតើគួរតែទុកព្រៃប្រមាណភាគរយដែលជាព្រៃការពាររបស់ខ្មែរទេនេះទី1គឺគោលនយោបាយរបស់បកទី2មានថាការលើកទឹកចិត្តដល់ក្រមយុវជនអ្នកសរសេររបាយការណ៍សរសេរព័ត៌មានឬក៏សរសេរសិភៅផ្សេងគឺព្រឹត្តិការណ៍ឬរបាយការណ៍ទាំងនោះត្រូវបានលាក់នៅព័ត៌មានមិនផ្ដល់ជូនទី2ការចុះទៅសរសេរហ្នឹងគឺមិនផ្ដល់នៅឱកាសណាមួយទៅយកព័ត៌មានដល់ទីកន្លែងជាក់ស្ដែងទៅថតរូបឬក៏សារព័ត៌មានពេលខ្លះសារព័ត៌មានសូមទៅកន្លែងព្រៃដែលមានស្រាប់ហ្នឹងគាត់ឲ្យចូលទី3គឺមានន័យថារារាំងប្រជាពលរដ្ឋដែលការពារតាមមូលដ្ឋានហ្នឹងពេលដែលគាត់ការពារព្រៃឈើការពារព្រៃដែលមានហើយសត្វព្រៃដែលមានហ្នឹងគឺបែរជាថាគាត់ខុសចាប់គាត់ដាក់គុកដាក់ពន្ធនាគារបន្ថែមទៀតនេះជាទង្វើមួយដែលយើងបញ្ជាក់ច្បាស់បន្ថែមទៀតហើយរំលោភបំពានយើងរំលោភបំពានមិនបរិយាក្រិតដែលចែងឲ្យបានហើយហត្ថឡាយប្រហោះលេខាដោយព្រះវរបិតាព្រះនរោត្តមសីហនុមានថាគាត់បានពិសេសប្រជាក្រិតបានឡាយផតលេខានោះគឺដាក់ព្រៃការពារជាច្រើនប៉ុន្តែពេលដែលដាក់ព្រៃការពារហើយរដ្ឋាភិបាលនៅតែយកព្រៃការពារទៅនោះផ្ដល់ដីសម្បត្តិកន្លែងហ្នឹងដល់ដីសម្បត្តិជូនក្រុមហ៊ុនមានក្រុមហ៊ុនជាច្រើនជាក្រុមហ៊ុនខ្មែរផងក្រុមហ៊ុនបរទេសផងនេះជាទង្វើរំលោភបន្តធ្វើឲ្យព្រៃឈើស្រុកខ្មែរវិនិច្ឆ័យហិនហោចហើយទាំងព្រៃច្បាប់ព្រៃឈើទាំងរដ្ឋធម្មនុញ្ញមានថាបានអំពាវនាវបន្តគ្នាជាបញ្ហាមួយដែលមានថាมันមានឆន្ទៈពិតប្រាកដក្នុងការពារបើសិនជាយុវជនឬក៏អ្នកពាក់ព័ន្ធនៅតែបង្ហើយកន្តើយទៀតព្រៃឈើចុងក្រោយនេះគឺត្រូវបាត់បង់បន្តទៀតបាទប៉ុន្តែលោកម៉ាឡៃរដ្ឋាភិបាលកន្លងមកក៏បានលើកឡើងដែរថាការគ្រប់គ្រងព្រៃឈើនេះគឺមានការចូលរួមហើយនឹងការសិក្សាច្បាស់លាស់ណាហើយមានការបែងចែកតាំងពីចំនួនតំបន់ព្រៃការពារអីជាដើមហើយរដ្ឋាភិបាលក៏លើកឡើងកន្លងមកដែរថាកម្ពុជាបានឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃជាច្រើនហើយត្រូវការអភិវឌ្ឍប្រទេសជាតិអញ្ចឹងលោកថ្លឹងថ្លែងយ៉ាងម៉េចរវាងការប្រើប្រាស់ធនធានធម្មជាតិហ្នឹងដើម្បីយកទៅអភិវឌ្ឍប្រទេសហើយនឹងការអភិរក្សព្រៃឈើទុកកំកាត់អីនោះបាទត្រង់នេះយើងសង្កេតឃើញមានន័យថាមានកន្លែងដែលត្រូវកាប់មានកន្លែងដែលត្រូវអភិរក្សបើសិនជាយើងមើលតំបន់ដែលត្រូវបានកាប់គឺវាល្មមសំគូរណាស់ទៅហើយព្រោះមានន័យថាជាគោលការណ៍នៅប្រទេសនៅលើពិភពលោកមានការកាប់ព្រៃការធ្វើការសេដ្ឋកិច្ចដើម្បីបង្កើនសេដ្ឋកិច្ចហ្នឹងមានហើយក៏មានគេតម្កល់កន្លែងអភិរក្សផងដែរអញ្ចឹងយើងសង្កេតឃើញថាបើសិនជាតំបន់អភិរក្សហ្នឹងតើយើងក៏អាចរកចំណូលបានប្រភេទណាខ្លះជាមួយចំណូលប្រភេទជាតិប្រមូលគឺយើងអាចកាប់ឈើដែលមានលក្ខណៈបច្ចេកទេសយើងត្រូវទុកឈើដែលទុយដើម្បីដោះបន្តទៀតជាចំណូលដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញហ្នឹងហើយក៏ជាកន្លែងមួយដែលសម្រាប់ធ្វើឯកសកម្មព្រោះព្រៃឡង់ឬក៏ព្រៃផ្សេងទៀតបើសិនជាអស់ព្រៃហ្នឹងទៅមានថាចំណូលរបស់ជាតិត្រូវបានខាតហើយប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយនៃទន្លេសាបទន្លេមេគង្គដែលហូរទឹកពីតំបន់ទាំងអស់នោះគឺត្រូវបានធ្វើស្រែអត់ទៀងទាត់ឬក៏បញ្ហាជីជាតិផ្សេងត្រូវបាត់បង់នេះជាបញ្ហាលំបាកហើយយើងសង្កេតឃើញបើសិនជាបាត់បង់ព្រៃឈើកាន់តែច្រើនគឺសត្វរបស់ស្រុកខ្មែរគឺសត្វអាចទៅស្រុកគេផ្សេងទៀតបើសិនជានៅក្បែរថៃអាចទៅថៃហើយសត្វជីវៈចម្រុះ
ឬក៏ប្រព័ន្ធ ecology របស់ប្រទេសយើងត្រូវបានប្រែប្រួលពីមុនគេហៅថាប្រទេសដែលក្តៅហើយសើមប៉ុន្តែឥឡូវវាអាចសឹងតែក្តៅរហូតទៅហើយវាបរិយាកាសប្រែប្រួលមែនទែននេះជាគុណវិបត្តិមួយហើយប្រហែលឆ្នាំមុនឆ្នាំ2012យើងសង្កេតឃើញថាមានរបាយការណ៍រហូតដល់ប្រជាពលរដ្ឋ300នាក់ជាងដែលបានព្យុះខ្យល់ព្យុះមានការកើនឡើងនៅស្រុកខ្មែរធ្វើឲ្យបាត់បង់ផ្ទះសម្បែងហើយជីវភាពរបស់គាត់ទៅកាន់តែក្រដោយសារបាត់បង់ព្រៃឈើនេះជាអ្វីដែលយើងតាមដានមើលផងដែរបាទសូមអរគុណច្រើនលោកម៉ាឡៃបាទងាកមកលោកឧត្តមរស្មីវិញលោករស្មីមែនតើក្នុងនាមយើងជាយុវជនហ្នឹងចាំបាច់អីទៅនាំគ្នាទៅការពារព្រៃឈើអីមិនទុកឲ្យរដ្ឋាភិបាលលោកជាអ្នកធ្វើហើយពីព្រោះយើងត្រូវការអភិវឌ្ឍហ្នឹងរដ្ឋាភិបាលគាត់អាចប្រើប្រាស់ធនធានព្រៃឈើហ្នឹងដើម្បីបានពន្ធយកមកអភិវឌ្ឍប្រទេសជាតិហើយយើងជាយុវជនហ្នឹងគួរតែរៀនទៅសូត្រអីវិញឬក៏យ៉ាងម៉េចមិនល្អជាងទេបាទសូមអរគុណបងចំពោះការដូចបងម៉ាឡៃបានពីដើមមកអញ្ចឹងព្រៃឈើនៅកម្ពុជាមួយឆ្នាំទៅឆ្នាំមានការថយចុះខ្លាំងមែនទែនបើគិតពីប្រភេទឈើបណ្ឌិតវិញសឹងតែបាត់បង់ទាំងអស់វាមានភាគរយតិចមែនទែនពេលអញ្ចឹងយើងមើលទៅរដ្ឋាភិបាលជាអស់រយៈពេលច្រើនឆ្នាំហើយការចង់និយាយថាពីការទប់ស្កាត់ហ្នឹងគឺស្ទើរតែមិនមានចង់និយាយថាបើសិនជាអ្នករកស៊ីឈើហ្នឹងគឺសិតតែភាគច្រើនគឺជាសិតជាអ្នកមានអំណាចអ្នកធំពេលអញ្ចឹងដែលទៅបំផ្លាញទាំងកន្លែងនោះពេលអញ្ចឹងបើយើងពឹងផ្អែកទៅលើគាត់យើងនឹងបាត់បង់ហើយពីព្រោះគាត់យើងមិនដឹងពីផ្នត់គំនិតរបស់គាត់ថាគាត់នឹងចង់ការពារមិនតែគាត់ថាយើងមើលជាក់ស្ដែងវាបាត់បង់មែនវាអស់តាំងពី70% រហូតដល់ធ្លាក់ដល់ 30% ជាងហើយពេលអញ្ចឹងយុវជនត្រូវតែទាំងយុវជនទាំងខ្ញុំហើយទាំងសហគមន៍ទាំងអស់គឺត្រូវងើបឈរឡើងដើម្បីការពារធនធានធម្មជាតិរបស់យើងពីព្រោះថានេះមិននិតនៃការថាសម្បត្តិនេះគឺសម្បត្តិរបស់រដ្ឋាភិបាលឬក៏សម្បត្តិរបស់បុគ្គលណាទេគឺអានេះគឺជាសម្បត្តិរបស់យើងទាំងអស់គ្នាហើយបើយើងរងចាំគាត់គឺយើងហួសពេលហើយបាទសូមអរគុណច្រើនលោកឧត្តមនិងលោកម៉ាឡៃបាទលោកអ្នកនាងពេលនេះលោកអ្នកកំពុងតែតាមដានស្ដាប់នីតិសម្លេងយុវជននៃការផ្សាយរបស់វិទ្យុសម្លេងសហរដ្ឋអាមេរិកបាទVoice of America, VOA បាទពេលនេះយើងកំពុងតែជជែកពិភាក្សាគ្នាអំពីការបដិញ្ញាចិត្តរបស់យុវជនក្នុងការការពារព្រៃឈើខ្មែរដែលនៅសេសសល់នៅក្នុងបន្ទប់ផ្សាយក្នុងរាជធានីភ្នំពេញរបស់យើងនៅយប់នេះមានលោកឈើយឧត្តមរស្មីជានាយកអង្គការការពារធនធានធម្មជាតិនិងលោកតឹមម៉ាឡៃជាប្រធានបណ្ដាញយុវជនកម្ពុជាបានកំពុងរងចាំឆ្លើយសំណួររបស់លោកអ្នកនាងប្រសិនបើមានសំណួរឬក៏មតិយោបល់ចូលរួមក្នុងកម្មវិធីនេះបាទឥឡូវយើងមានអស់លោកអ្នកស្ដាប់ដែលបានកំពុងរងចាំតាមបណ្ដាញទូរស័ព្ទគឺលោកលៀបមកពីខាងខេត្តបាត់ដំបងបាទសូមជំរាបសួរលោកលៀបបាទមានសំណួរឬក៏មតិយោបល់សូមអញ្ជើញសួរត្រង់មកវាគ្មិនរបស់យើងតែម្ដងបាទសូមអញ្ជើញបាទសូមអរគុណលោកតាមនេះសូមគោរពជំរាបសួរលោកជួយឧត្តមរស្មីសូមគោរពជំរាបសួរលោកតឹមម៉ាឡៃផងដែរខ្ញុំបាទគួរអស់ចំណែកទេលើថាយុវជនបញ្ញាចិត្តក្នុងការជាព្រៃឈើនៅផ្ទះសល់ខ្ញុំចង់ដឹងថាយុវជនអាងខ្នងអាងស្នាយឬក៏មានកម្លាំងសម្ភារៈបរិច្ឆាអធិការគ្រប់គ្រាន់ដើម្បីការពារព្រៃឈើទំនុកហើយទៅនៅមួយទៀតតើអេដាមអាយខនតំណាងរាស្ត្រលោកដឹកនាំធានទៅ50នាក់ទៅតំបន់អរ៉ែងហ្នឹងទៅមានការអីដែរលោកម៉ាឡៃលោករស្មីហើយមួយទៀតកន្លងមកហ្នឹងក្រុមហ៊ុនទ្រីភាពលោកបានប្រកាសថាការកាប់បំផ្លាញឈើមិនមែនតែក្រុមហ៊ុនគាត់ទេគឺមានគេបន្លំតើមែនឬទេលោករស្មីហើយមួយទៀតគឺការបង្ក្រាបកន្លងមករដ្ឋាភិបាលបង្ក្រាបឈើទាំងឡាយតែងតែដុតចោលតើឥឡូវនេះបើសិនជាយើងបង្ក្រាបបានតើយកឈើទៅណាដែរលោករស្មីក៏ដូចជាលោកម៉ាឡៃបានខ្ញុំបាទបានជម្រាបពីខេត្តបាត់ដំបងសូមអរគុណសូមគោរពលាដែរបាទសូមអរគុណច្រើនលោកលៀបដែលបានសួរសំណួរចំនួន4បាទដែលមានសារៈសំខាន់មែនទែនដោយសារយើងចិត្តអស់ពេលហើយខ្ញុំព្យាយាមបកគលសំណួរនេះទៅវាគ្មិនរបស់យើងតែម្ដងបាទសំណួរទី1យុវជនអាងអីបាទមានអំណាចអីមានធនធានអីមានលទ្ធភាពអីទៅការពារព្រៃឈើដែលនៅសេសសល់នេះបាទសូមលោកម៉ាឡៃបាទឆ្លើយនឹងសំណួរនេះបាទ
បាទទី1ខ្ញុំសូមឆ្លើយយ៉ាងលឿនទី1យុវជនអាងរដ្ឋាភិបាលគឺជាអ្នកចែកច្បាប់ទៅអនុវត្តច្បាប់មានន័យថាបើសិនជាចែកច្បាប់អត់អនុវត្តច្បាប់ទេមិនគួរខ្លាចជារដ្ឋាភិបាលទេទី1ទី2ប្រជាពលរដ្ឋខ្មែរក្នុងនាមទូនាទីកាតព្វកិច្ចរបស់ខ្លួនបានកំណត់ក្នុងរដ្ឋធម្មនុញ្ញបានកំណត់ក្នុងច្បាប់ដែរគឺត្រូវចូលរួមទាំងអស់គ្នាមិនមែនតែយុវជនទេអ្នកដែលរស់នៅក្នុងតំបន់ហ្នឹងពេលដែលមានឃើញបទល្មើសពេលដែលមានសកម្មភាពផ្សេងៗត្រូវតែមានរាយការណ៍ជូនអភិបាលដឹងហើយមានថាអាចបន្ថែមទៀតគឺអាចយករូបភាពដែលជាក់ស្ដែងនេះយកទៅប្តឹងនៅយន្តការរដ្ឋសភាឲ្យដើរតួនាទីក្នុងការដាក់គំនាបលើរដ្ឋាភិបាលផ្សេងៗហើយទី3មានន័យថាជាមិនជាខ្នងទេប៉ុន្តែជាចលនារបស់ប្រជាពលរដ្ឋជាការបោះឆ្នោតនៅអំណាចរបស់ប្រជាពលរដ្ឋមានអំណាចបោះឆ្នោតចុងក្រោយគឺបើសិនជាយន្តការទាំងអស់នេះរដ្ឋាភិបាលអត់ស្ដាប់ទេគឺចុងក្រោយគឺបោះឆ្នោតក្នុងការកែប្រែផ្នត់គំនិតរបស់រដ្ឋាភិបាលវិញបាទភ្ជាប់សំណួររបស់លោកលៀបទី2បាទតាក់ទងទៅនឹងតំណាងរាស្ត្រប្រចាំខេត្តកោះកុងបាទលោកអាយខនបាទចុះទៅតំបន់ព្រៃអារ៉ៃហ្នឹងបាទតាមក្រុមការងារដែលរាយការណ៍មកពីម្សិលមិញនៅបានរាយការណ៍ដែលបញ្ជាក់អំពីការសកម្មភាពរបស់អាដាមបានចុះទៅបានបញ្ចុះបញ្ចូលប្រជាពលរដ្ឋនៅឃុំចំណប់ភូមិចំណប់អំពីការសាងសង់ទ្រព្យរីគិនីបានប្រយោជន៍អីអាចធ្វើទាញផលប្រយោជន៍ពីតំបន់នោះជាច្រើនហើយអាចមានទឹកមានភ្លើងអាចប្រើប្រាស់ប្រព័ន្ធផ្សេងធារាសាស្ត្រអាចអភិវឌ្ឍតំបន់នោះមានន័យថាបើសិនជាការចុះទៅធ្វើបែបនេះយើងសង្កេតឃើញថាជាការចុះទៅដោយមានការបិទបាំងសួរថាបិទបាំងយ៉ាងម៉េចពេលដែលមានការថតរូបពេលដែលមានការសរសេររបាយការណ៍ឲ្យចាប់ដកចេញវីដេអូឬក៏ថតរូបផ្សេងៗនេះជាការធ្វើឲ្យខុសជាធម្មតាតំណាងរាស្ត្រហើយជាអ្នកដែលសាធារណៈបាទអរគុណច្រើនបាទសូមអរគុណច្រើនលោកម្ល៉េះយើងមានសំណួរ2ទៀតរបស់លោកលៀបខ្ញុំសូមភ្ជាប់សំណួរទាំងពីរហ្នឹងឲ្យខ្លីហើយជូនទៅលោកឧត្តមរស្មីក្រុមហ៊ុនទ្រីភិបលើកឡើងថាមិនមែនមានតែក្រុមហ៊ុនលោកទេដែលកាប់ឈើមានក្រុមហ៊ុនផ្សេងទៀតដែលកាប់ដែរហើយឈើដែលក្រាបមកហ្នឹងជាច្រើនយកទៅដុតណាបាទលោកឆ្លើយតបយ៉ាងម៉េចទៅនឹងសំណួរទាំងពីរហ្នឹងបាទសូមខ្លីបាទខ្លឹមបាទខ្ញុំសូមអរគុណសំណួរសូមអរគុណបងលៀបដែលបានសួរចំពោះក្រុមហ៊ុនទ្រីភិបខ្ញុំឯកភាពថាមិនមែនមានតែគាត់ទេប៉ុន្តែខ្ញុំសូមបញ្ជាក់ថាគាត់ធំជាងគេនៅក្នុងប្រទេសនៅក្នុងកម្ពុជាយើងហ្នឹងគាត់ធំជាងគេហើយពីព្រោះថាទៅណាក៏មានគាត់ដែរហើយក្នុងមួយខេត្តមិនមានឈើតិចជាង 20,000 ម៉ែត្រគីបទេដូចជានៅរតនគិរីកោះកុងស្ទឹងត្រែងហើយនៅព្រៃឡង់ក៏មានក្រុមហ៊ុនរបស់គាត់ដែរពេលអញ្ចឹងហើយចំពោះការយើងទប់ស្កាត់បទល្មើសព្រៃឈើវិញបើយើងចាប់បានដូចជារណាយន្តឬក៏កំណើឈើយើងត្រូវរាយការណ៍ទៅសមត្ថកិច្ចដូចពាក់ព័ន្ធជាមេដូចជាមេព្រៃប៉ុន្តែគ្រាន់ថាពេលដែលរាយការណ៍ទៅគាត់អញ្ចឹងនិយាយថាឈើហ្នឹងដឹងគាត់យកទៅកំទេចមែនឬអត់ឬក៏គាត់យកទៅធ្វើអីខ្ញុំអត់ដឹងទេបាទអញ្ចឹងបានសហគមន៍ទៅដុតចោលបាទសូមអរគុណច្រើនអញ្ចឹងឲ្យបានលោកឧត្តមរស្មីហើយក៏សូមអរគុណលោកម៉ាឡៃផងដែរបាទសូមអធិស្ឋានអស់លោកអ្នកនាងដែលចង់ស្ដាប់តទៅទៀតប៉ុន្តែយើងអស់ពេលទៅហើយដូច្នេះខ្ញុំសូមបញ្ចប់កម្មវិធីរបស់យើងតែត្រឹមពេលនេះហើយសូមអរគុណលោកអ្នកនាងដែលបានស្ដាប់តាំងពីដើមរហូតមកបាទបើលោកអ្នកនាងខកខានមិនបានស្ដាប់តាំងពីដើមមកហើយចង់ស្ដាប់ឡើងវិញសូមចូលទៅកាន់គេហទំព័ររបស់យើងគឺ voacambodia.com បាទសម្រាប់ពេលនេះខ្ញុំបាទសាយមនីអ្នកសម្របសម្រួលកម្មវិធី Hello VOA នៅយប់នេះសូមអរគុណនិងសូមជម្រាបលាបាទអស់លោកអ្នកស្ដាប់ជាទីមេត្រីនៅក្នុងការផ្សាយរបស់ VOA នៅព្រឹកស្អែកនេះសូមលោកអ្នករងចាំស្ដាប់សេចក្តីរាយការណ៍ថ្មីៗពីប្រទេសកម្ពុជាពីតំបន់អាស៊ីនិងពីជុំវិញពិភពលោកតទៅទៀតនេះលោកចង្កុជិននឹងជួនព័ត៌មានអន្តរជាតិបញ្ចប់សូមអញ្ជើញលោកចា៎អរគុណមន្ត្រីយោធាជាន់ខ្ពស់ម្នាក់របស់ប្រទេសនីហ្សេរីយ៉ាបាននិយាយនៅថ្ងៃច័ន្ទនេះថាការវាយប្រហាររួមគ្នាមួយដោយប្រទេសឆាតដែលជាប្រទេសជិតខាងហើយនិងប្រទេសនីហ្សេដែលដៅលើពួកជនសកម្មប្រយុទ្ធបូកូហារ៉ាមក្នុងតំបន់អេសាននៃប្រទេសនីហ្សេរីយ៉ាជាការយល់ស្របគ្នាថាគ្មានទីកន្លែងលាក់ខ្លួនសម្រាប់ពួកភេរវជនទេ
លោកនិយាយទៀតថាយើងជឿជាក់ថាអ្វីៗដែលកំពុងកើតមានឡើងទីនេះជាការខំប្រឹងប្រែងរួមគ្នាដើម្បីកំទេចភេរវជនយោធានៃប្រទេសហ្វីលីពីននិយាយថាកងទ័ពរបស់ខ្លួនបានសម្លាប់ពួកឧទាមអ៊ីស្លាមជលនិយម73នាក់ហើយនឹងជនសង្ស័យជាជនសកម្មប្រយុទ្ធបរទេសម្នាក់នៅក្នុងការវាយប្រហាររយៈពេល3សប្តាហ៍នៅក្នុងតំបន់ខាងត្បូងដែលមានចលាចលដែលនៅទីនោះប៉ូលីសកម្លាំងដូរពិសេសប្រឆាំងភេរវកម្ម44នាក់បានត្រូវពួកបះបោរសម្លាប់កាលពីខែមករាលោក Harold Kabunok អ្នកនាំពាក្យយោធាហ្វីលីពីនបាននិយាយនៅថ្ងៃច័ន្ទនេះថាទាហាន6នាក់បានស្លាប់ហើយ29នាក់ទៀតបានរងរបួសនៅក្នុងការវាយប្រហារដែលបានចាប់ផ្ដើមកាលពីថ្ងៃទី25ខែកុម្ភៈហើយបានធ្វើឲ្យមនុស្ស 25,000 នាក់គ្មានទីកន្លែងរស់នៅក្នុងខេត្ត Maguindanao ហើយនិងខេត្ត North Cotabato ឧត្តមសេនីយ៍កំពូលម្នាក់របស់សហរដ្ឋអាមេរិកនិយាយថាក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកត្រូវប្រុងប្រយ័ត្នក្នុងការប្រើទ័ពអាកាសរបស់ខ្លួនដើម្បីបញ្ជៀសការស្លាប់និងរងរបួសដល់ជនស៊ីវិលលោកឧត្តមសេនីយ៍ Martin Dempsey នាយអគ្គសេនាធិការកងទ័ពសហរដ្ឋអាមេរិកបាននិយាយថាសហរដ្ឋអាមេរិកមិនចង់បន្ថែមការឈឺចាប់នៅពេលដែលខ្លួនធ្វើការវាយប្រហារពួកជនសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់នោះលោកឧត្តមសេនីយ៍ Dempsey បាននិយាយនៅឯសន្និសីទកាសែតនៅថ្ងៃច័ន្ទនេះក្នុងទីក្រុងបាដាកជាមួយលោក Khalid al-Obeidi រដ្ឋមន្ត្រីការពារប្រទេសអ៊ីរ៉ាក់លោកឧត្តមសេនីយ៍ Dempsey ក៏បានជួបជាមួយលោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Haider al-Abadi ហើយនឹងពួកមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកក្នុងអំឡុងពេលនៃដំណើរបំពេញទស្សនកិច្ចរយៈពេលខ្លីរបស់លោកនៅក្នុងប្រទេសអ៊ីរ៉ាក់លោកនាយករដ្ឋមន្ត្រីនៃប្រទេសហុងគ្រីនិយាយថារដ្ឋាភិបាលរបស់លោកនឹងស្នើសុំសភាដើម្បីអនុញ្ញាតឲ្យបញ្ជូនកងទ័ពហុងគ្រីចូលរួមជាមួយសម្ព័ន្ធមិត្តលោកខាងលិចនៅក្នុងការប្រយុទ្ធប្រឆាំងក្រុមជននិយមអ៊ីស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់លោក Viktor Orban បានប្រាប់ជំនួបជាមួយពួកអ្នកការទូតហុងគ្រីនៅថ្ងៃច័ន្ទនេះថាការចូលរួមក្នុងសកម្មភាពខាងយោធាដែលរៀបចំចាត់ចែងដោយដៃគូចម្រុះប្រទេសលោកខាងលិចនឹងធ្វើឲ្យមានកិត្យានុភាពនឹងការទទួលស្គាល់ដល់នយោបាយការបរទេសរបស់ប្រទេសហុងគ្រីលោករដ្ឋមន្ត្រីការបរទេសហុងគ្រី Peter Szijjártó បាននិយាយកាលពីដំបូងថាដោយផ្អែកលើសំណើសហរដ្ឋអាមេរិកប្រទេសហុងគ្រីអាចបញ្ជូនកងទ័ពពី100ទៅ150នាក់ដើម្បីធ្វើការជាមួយកងទ័ពអាល្លឺម៉ង់និងអ៊ីតាលីនៅក្នុងតំបន់ខាងជើងនៃប្រទេសអ៊ីរ៉ាក់ដើម្បីការពារកន្លែងវឹកហាត់កងទ័ពអ៊ីរ៉ាក់ The Voice of America ការដុតទានរំលឹកវិញ្ញាណក្ខន្ធបានត្រូវធ្វើឡើងនៅក្នុងទីក្រុង Madison រដ្ឋ Wisconsin សហរដ្ឋអាមេរិកដល់បរិសុទ្ធជនជាតិអាមេរិកដើមកំណើតអាហ្វ្រិកម្នាក់ដែលគ្មានអាវុធដែលត្រូវបានមន្ត្រីប៉ូលីសស្បែកសបាញ់សម្លាប់ការដុតទានរំលឹកវិញ្ញាណក្ខន្ធដល់ Tony Robinson អាយុ19ឆ្នាំបានគូសសង្កត់ពីអ្វីដែលមនុស្សជាច្រើនមើលឃើញថាជាការរើសអើងខាងជាតិសាសន៍របស់ក្រុមប្រតិបត្តិច្បាប់សហរដ្ឋអាមេរិកពួកសកម្មជនសេរីនិយាយថាការវាយប្រហាររបស់ក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកបានត្រូវចំរោងចក្រចម្រាញ់ប្រេងកាតមួយកន្លែងនៅក្នុងតំបន់ខាងជើងនៃប្រទេសសេរីកាលពីថ្ងៃអាទិត្យម្សិលមិញដោយបានសម្លាប់មនុស្ស30នាក់អង្គការសិទ្ធិមនុស្ស Observatory ដែលមានទីតាំងនៅក្នុងប្រទេសអង់គ្លេសដែលបានប្រើប្រាស់បណ្ដាញរបស់ប្រភពនៅពីពេញប្រទេសសេរីដើម្បីតាមដានអំពើហិង្សានៅទីនោះបាននិយាយថាក្រុមរដ្ឋអ៊ីស្លាមបានប្រតិបត្តិការរោងចក្រចម្រាញ់ប្រេងកាតនេះហើយថាចំនួនមនុស្សស្លាប់រួមទាំងពួកជនសកម្មប្រយុទ្ធហើយនិងកម្មករដែលកំពុងធ្វើការនៅក្នុងរោងចក្រនោះ